ខ្ញុំគ្រាន់តែស្រវឹងនៅថ្ងៃនោះហើយត្រូវបានយ៉ានប៊ីវ៉ាន់បេមកវិញតើហេតុអ្វីបានជាគាត់ស្រាប់តែមិនខ្វល់ពីខ្ញុំតើខ្ញុំបានធ្វើអ្វីឲ្យគាត់ខឹងមិនត្រូវទេខ្ញុំហាក់ដូចជានិយាយអ្វីម្យ៉ាងហេតុអ្វីបានជាខ្ញុំនឹកអ្វីមិនឃើញសោះចឹងអាយេជួយផងស្វាមីខ្ញុំមិនខ្វល់ពីខ្ញុំទេតើត្រូវធ្វើដូចម្ដេចទៅតើអាចធ្វើម៉េចទៀតលួងទៅលួងយ៉ាងម៉េចខ្ញុំមិនចេះទេអ្នកនាងម្ចាស់របស់ខ្ញុំឲ្យយកជ្រិតកូនព្រះនាងមកប្រើក្បាច់គួរឲ្យស្រឡាញ់ដាក់គាត់ទៅគួរឲ្យស្រឡាញ់តើបានការដែរទេលួងសិនទៅបើមិនបាត់ខឹងទេចាំប្រើវិធីផ្សេងវិធីអីទៅយកខ្លួនឯងធ្វើជាកាដូជូនគាត់ទៅតើមានន័យថាម៉េចគឺឲ្យឯងតែងខ្លួនឲ្យស្អាតបន្តិចម្ចាស់ការបន្តិចអបគាត់ឲ្យណែនទៅខ្ញុំមិនជឿថាគាត់ទ្រាំបានយូរទេតើបានការមែនអត់មនុស្សប្រុសទុនមិនចូលរឹងឯងគ្រាន់តែទុនខ្លួនបន្តិចគួរឲ្យស្រឡាញ់បន្តិចខ្ញុំមិនជឿថាគាត់នៅខឹងឯងទៀតទេអញ្ចឹងខ្ញុំសាកមើលChiche. Surprise Hum. Surprise នាងមកធ្វើអីលោកមិនខ្វល់ពីខ្ញុំហើយខ្ញុំក៏មិនដឹងថាធ្វើខុសអីដែរហេតុនេះខ្ញុំក៏មកនាងមិនដឹងថាហេតុអីមែនទេចាស់ថ្ងៃនោះខ្ញុំស្រវឹងខ្លាំងពេកថែមទាំងវង្វេងវង្វាន់ទៀតខ្ញុំមិនដឹងអីទាំងអស់នាងត្រឡប់ទៅវិញទៅអេខ្ញុំមិនទៅទេបើលោកមិននិយាយឲ្យច្បាស់ខ្ញុំមិនទៅណាទាំងអស់លេងដែរ មិនទៅទេ ฉัน早早តើលោកលែងត្រូវការខ្ញុំហើយមែនទេខ្ញុំមិនដឹងថាខ្លួនឯងធ្វើខុសអីទេទោះបីជាត្រូវទទួលទោសក៏ត្រូវប្រាប់ខ្ញុំថាខុសត្រង់ណាដែរតើខ្ញុំទាមទារពីនាងខ្លាំងពេកទេនាងច្បាស់ជាមិនដឹងអីទាំងអស់រៀបការជាមួយយ៉ាន់ម៉ៃយ៉ាងទៅពួកយើងមានអាយុប្រហាក់ប្រហែលគ្នាថែមទាំងមានរឿងនិយាយជាមួយគ្នាទៀតអ្វីដែលសំខាន់បំផុតនោះគឺមិនបាច់លួចលាក់លៀមមិនដូចជាលោកទេយប់នោះនាងនិយាយថាខ្ញុំគ្រប់គ្រងនាងចង់រៀបការជាមួយយ៉ែនម៉ែងនាងថែមទាំងនិយាយថាពួកនាងមានអាយុប្រហាក់ប្រហែលគ្នាមានរឿងនិយាយជាមួយគ្នាអ្វីដែលសំខាន់បំផុតនោះគឺមិនបាច់លួចលាក់លៀមមានដែរមែនទេខ្ញុំធ្លាប់និយាយពាក្យទាំងនេះផងមានខ្ញុំមិនចាំរឿងទាំងនោះទេខ្ញុំច្បាស់ជាស្រវឹងនិយាយផ្ដេសផ្ដាសហើយយ៉ែនម៉ៃអញគ្រាន់តែជាប្អូនប្រុសរបស់ខ្ញុំទេពួកយើងគ្មានអីនឹងគ្នាទេជឿខ្ញុំទៅណាខ្ញុំមិនជឿទេពិតមែនចិត្តរបស់ខ្ញុំពិតជាងមាសពិតទៅទៀតខ្ញុំខុសហើយថ្ងៃក្រោយខ្ញុំលែងនិយាយផ្ដេសផ្ដាសទៀតហើយទោះបីជាស្រវឹងក៏មិននិយាយដែរខ្ញុំស្ពតទោះបីជាថ្ងៃក្រោយស្រវឹងខ្លាំងក៏ខ្ញុំមិននិយាយរឿងរៀបការជាមួយអ្នកផ្សេងដែរខ្ញុំរៀបការតែជាមួយលោកម្នាក់គត់ចង់រៀបការតែជាមួយលោកម្នាក់គត់កុំខឹងអីណាកុំខឹងអីអញ្ចឹងថ្ងៃក្រោយនាងមិនត្រូវផឹកស្រាទៀតទេម្យ៉ាងទៀតចងចាំពាក្យដែលនាងនិយាយនៅថ្ងៃនេះឲ្យច្បាស់ចាស់បើថ្ងៃក្រោយខ្ញុំមិនចាំទេលោកដាក់ទោសខ្ញុំចុះដាក់ទោសបែបណាក៏បានមែនទេចាស់ដាក់ទោសបែបណាក៏បានដែរ
ធ្វើការរួចរាល់ហើយមែនទេ ចាស់គម្រោងដំណើរការទៅយ៉ាងរលូន អញ្ចឹងថ្ងៃស្អែកខ្ញុំនាំនាងទៅដើរលេងឲ្យសប្បាយចិត្តលំហែកាយបន្តិច អ្នកប្រុស4យ៉ាន់លោកទំនេរណាស់មែនទេមនុស្សមកពីត្រកូលអភិជនដូចជាលោកមិនគួរដើរលេងណាត់ជួបញ៉ែស្រីឲ្យច្រើនទេអី អ្នកណាថាខ្ញុំជាកូនអ្នកមានដើរលេងប៉ឡែខ្ញុំច្បាស់ជាមនុស្សស្អាតស្អំសោះយប់សំដំណេកនោះក៏ជាលើកដំបូងរបស់ខ្ញុំដែរនាងមិនទទួលខុសត្រូវសោះ លោកជាលើកដំបូងមែនទេអូប្រែថាលោកមិនមែនអសមត្ថភាពទេ វ៉ាវឈិនខេងសេនាងអាចនិយាយហេតុផលខ្លះបានទេទោះជាយ៉ាងណាខ្ញុំស្អាតស្អំខ្លាំងណាស់បើមិនជឿទេថ្ងៃស្អែកនាងទៅដើរលេងជាមួយខ្ញុំទៅ មិនបាច់ទេថ្ងៃស្អែកខ្ញុំត្រូវគេងប៉ះពើ តែមួយថ្ងៃទេខ្ញុំធានាថាមិនរំខាននាងឡើយ លោកឈរនៅទីនេះឥឡូវនេះគឺកំពុងរំខានខ្ញុំហើយ អាយ៉ា ខ្ញុំចង់គេងឲ្យស្កប់ស្កល់ថ្ងៃស្អែកកុំហៅខ្ញុំឲ្យសោះលោកធ្វើអីហ្នឹង ខ្ញុំចង់អញ្ជើញភរិយាដ៏ស្រស់ស្អាតរបស់ខ្ញុំទៅណាត់ជួបជាមួយខ្ញុំ មិនបានទេខ្ញុំមានការងារត្រូវធ្វើ អាយ៉ាការងារធ្វើពេលណាក៏បានដែរថ្ងៃនេះនាងទៅជាមួយខ្ញុំសិនទៅដល់នឹងដឹងហើយ លោកនាំខ្ញុំដើរលេងពេញមួយថ្ងៃហើយហេតុអ្វីបានជានាំខ្ញុំមកសួនកំសាន្តទៀត យ៉ាងម៉េចដែរភ្ញាក់ផ្អើលទេធម្មតានាងរវល់នឹងការងារខ្លាំងណាស់ច្បាស់ជាមិនធ្លាប់មកសួនកំសាន្តទេមែនទេ ធ្លាប់មក អះ ខ្ញុំធ្លាប់នាំយ៉ាវៗមកនាងចូលចិត្តសួនកំសាន្តណាស់ ចុះនាងវិញធ្លាប់លេងទេ អត់ទេយ៉ាវៗនៅតូចពេកខ្ញុំត្រូវមើលថែនាង អញ្ចឹងល្អហើយថ្ងៃនេះមកប៉ះពៅតោះខ្ញុំនាំនាងទៅលេង ខ្ញុំមិនលេងទេ កុំបដិសេធអីថ្ងៃនេះនាងជារបស់ខ្ញុំហើយ ញ៉ាំការ៉េមទៅ ខ្ញុំមិនញ៉ាំទេ មិនញ៉ាំខ្ញុំដឹងហើយនាងច្បាស់ជានិយាយថាផ្អែមពេកកាឡូរីខ្ពស់ពេកសុទ្ធតែសារធាតុបន្ថែមប៉ុន្តែនាងមិនដឹងទេក្រោយពេលលេងកំសាន្តរួចបានញ៉ាំការ៉េមមួយគឺស្រស់ស្រាយខ្លាំងណាស់សាកបន្តិចទៅបើមិនឆ្ងាញ់ចាំខ្ញុំញ៉ាំជំនួសណាឲ្យយ៉ាសុំអង្វរហើយយ៉ាងម៉េចដែរ ក៏មិនអន់ដែរ មិនអន់មានន័យថាល្អតាយេ Shen King សេខ្ញុំដឹងថានាងដើម្បីគ្រួសារ Shen ដើម្បីក្រុមហ៊ុនដើម្បីប្អូនស្រីរបស់នាងជាច្រើនឆ្នាំមកនេះនាងតែងតែតានតឹងរហូតប៉ុន្តែខ្ញុំគិតថាក្នុងនាមខ្ញុំជាស្វាមីរបស់នាងស្មារបស់ខ្ញុំនាងក៏អាចសាកល្បងពឹងផ្អែកបានដែរដូចជាការដែលនាងសាកល្បងញ៉ាំការ៉េមដែលមិនធ្លាប់ញ៉ាំអញ្ចឹង លោកនិយាយមែនទេ ទោះបីជាខ្ញុំមិនសូវចេះដឹងបន្តិចមោះមុតបន្តិចប៉ុន្តែដើម្បីឲ្យស័ក្តិសមនឹងនាងខ្ញុំច្បាស់ជាខំប្រឹងរៀនសូត្រខំប្រឹងធ្វើការធ្វើឲ្យខ្លួនឯងខ្លាំងពូកែដូចជាប៉ារបស់ខ្ញុំ បានអញ្ចឹងថ្ងៃស្អែកទៅធ្វើការនៅហេឆេងជាមួយខ្ញុំរយៈពេលកន្លះខែ ហេតុអ្វីបានជាលឿនម្លេះចាប់ផ្ដើមវឹកហាត់ខ្ញុំហើយដេ